ជំរាបសួរពុកម៉ែបងប្អូននរណាខ្លះចង់រៀនចូលសញ្ជាតិជាមួយខ្ញុំចាថ្ងៃនេះខ្ញុំនឹងបង្រៀន5សំណួរជូនបងប្អូនសំណួរទី1 What is the name of the president of the United States now តើឈ្មោះ President អាមេរិកឥឡូវនេះជាអ្នកណា Donald Trump Why does a flag have 50 stars ហេតុអ្វីបានជាទង់ជាតិមាន50ផ្កាយ Because there are 50 states ពីព្រោះអាមេរិកមាន50រដ្ឋ Where is the Statue of Liberty តើរូបសំណាកសេរីភាពនៅឯណា New York Harbor What is the economic system in the US តើប្រព័ន្ធសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកជាអ្វី Market economy ប្រព័ន្ធទីផ្សារ What is the highest court in the United States តើតុលាការខ្ពស់បំផុតនៅអាមេរិកគឺជាអ្វី The Supreme Court តុលាការកំពូលចាអរគុណកុំភ្លេចជួយ follow like និង share វីដេអូនាងខ្ញុំផងជួបគ្នាវីដេអូក្រោយទៀតបាយបាយ